បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបងត្រីនៅក្នុងផ្លែចិនយកទៅក្លែមនឹងធ្វើត្រីញៀនហៅត្រីញៀនណាបងប្អូនទីតាំងស្អាតណាកន្លែងនេះគឺសម្បូរត្រីណាបងប្អូនចាំមើលដាក់មួយស្នៃនេះមើលបងប្អូនទៅវាលឺនោះតើបាទដើរក្រាត់លឺនោះដាក់ចំប្រឡោះកណ្ដាលហ្នឹងលុតទន្លាក់មុនតិចមកស្មាត់នេះតែលូតស្មាត់ឲ្យក្រមថាសញ្ញះទេណាមិនទាន់លើកសំណាញ់បងនេះថាជិបពេញបឹបតែមកស្រាយនេះដំអស់ទេនេះបងប្អូននោះពេញបឹបបងប្អូននោះស្នាញ់នេះគ្រប់ទឹកបងប្អូនស្នាញ់នេះគ្រប់បងប្អូននេះសិតតាស្លឹករស័យសិតតាស្លឹករស័យហើយនេះតែឡើមរួចមកធំឡើមរួចទេមកពេញបឹបបងប្អូននោះសស្គូមកស្នាញ់នេះមកស្នាញ់នេះគ្រប់ទឹកបងប្អូននេះទីតាំងស្រែស្នំសក់ស្រែស្នំបងប្អូននេះបន្លែចិនពេញបឹបនេះត្រូវឲ្យលើបងប្អូនចូលតាំងពីចោមមកណាវិញធឹងណាត្រីឆ្នាំនេះវិញបឹបបន្លែចិននេះទីតាំងតើមានអារម្មណ៍មិនបាទត្រីច្រើនចាំមានអារម្មណ៍មិនស្បាយបាយហ្មងស្មាត់ធំតើស្បាយចិត្តបានត្រីច្រើននេះមកស្នាញ់នេះគ្រប់ទិកតែបាច់បងច្រើនតែពីស្នាញ់យកទៅធ្វើម្ហូបក្លែមបានអូដល់រដូវប្រាំងខែកដឹកត្រីកំពុងពេញត្រូវស្នាញ់ពេញបឹបបងប្អូនសិតតែស្លឹករស័យនេះត្រីសនេះធំគ្រាន់តើបងប្អូននេះអេមបងប្អូននេះលទ្ធផលតែពីស្នាញ់ទេក្នុងបន្លែនេះពេញធឹងអើយត្រីពេញបឹបនេះនៅនេះជិតមើលទៀតហើយ3ស្នាញ់លើកនេះអេបងប្អូននេះនៅបន្លែចិនយើងនេះអេពេញលេងបងប្អូននេះប្លង់ផ្លូវម៉ូត្រាំសសបន្លែចិននេះបងប្អូននេះជាពិសេសនេះវាឡើងម៉ូអាម្ដុំនេះពេញធឹងណាត្រីរបើកថ្ងៃចេះនេះបងប្អូនបន្ទាប់ពីបង់ហើយយើងយកមកធ្វើត្រីញៀននេះតំណងណាបងប្អូននេះត្រីញៀនណានៅសក់ស្អែហៅត្រីញៀនត្រីស្លឹករស័យយើងហ្នឹងបាទពុតនេះតំណងណាបងប្អូននេះជ្រក់គួយកោះកងនេះស្មាត់ថ្ងៃមិញបងប្អូនស្មាត់បង់នោះស្មាត់ជីកយើងនេះស្មាត់នេះផឹកជាង